Bà, đấy, chẳng mê riêng ngày đi hiện play tích cứ đầm năm Pomato, bà, Pomato, đọc tới hiện play nữa. Mê đầm năm từ tại cao thâm mấy á nè, bà, năm Pomato đấy cứ bà này thà đào mối cứ dương được tôi bán play pi một bà thì mối cứ từ tôi bán từ lâu bắn từ khang khóm đấy hay lơ tới đấy từ tôi bán bình bỏ chẳng bay thà đầm năm Pomato nó cứ đầm năm nóคือការផ្សំភ្ជាប់ដើមគ្នារវាងដើមដលូមបារាំងហើយនឹងដើមពេញប៉ោះបាទអញ្ចឹងដលូមបារាំងនិងពេញប៉ោះនឹងវាជាគ្រួសារតែមួយអញ្ចឹងជាទូទៅឲ្យតែដំណាំដែលស្ថិតនៅក្នុងគ្រួសារដូចគ្នាគ្រួសារតែមួយគឺយើងអាចភ្ជាប់ដើមវាបានយើងអាចផ្សំគ្នាបានបាទឧទាហរណ៍ពេញប៉ោះដើមពេញប៉ោះផ្លែទ្រាប់ផងទៅផ្លែពេញប៉ោះផងទៅណាបាទប៉ុន្តែនេះយើងអានោះគឺលើផ្ទៃដីតែមួយតែមានផ្លែពីរនៅលើដើមតែមួយអានេះវាប្លែកត្រង់ខាងក្រោមដីមានដលូមបារាំងខាងលើដីមានពេញប៉ោះហ្នឹងណាដើមពេញប៉ោះនៅលើផ្ទៃដីយើងមើលទៅគឺដើមពេញប៉ោះប៉ុន្តែពេញប៉ោះហ្នឹងមានមើមដលូមបារាំងនៅក្រោមដីហើយគ្នាយើងអាចធ្វើបានណាគឺយើងអាចធ្វើបានព្រោះអានេះវាជាបច្ចេកទេសផ្សំធម្មតាទេហើយគេធ្វើរួចអស់ហើយនៅប្រទេសក្រៅគេធ្វើជាលក្ខណៈស្រាវជ្រាវពិសោធន៍រួចហើយក៏តែគេអត់ធ្វើជាលក្ខណៈអាជីវកម្មទេតែគេពិសោធន៍រួចហើយណាពិសោធន៍អូខេឥឡូវយើងមកមើលសេចក្តីផ្ដើមគឺដំបូងខ្ញុំអានតមកគឺខ្ញុំនឹងបញ្យល់នៅពាក្យដែលពិបាកដើម្បីឲ្យយើងងាយស្រួលយល់បាទឥឡូវយើងមកមើលសេចក្តីផ្ដើមណាប៉ូម៉ាតូគឺជាដំណាំកូនកាត់ដែលពេញប៉ោះនឹងដលូមបារាំងត្រូវបានគេដាំដុះនៅលើដើមតែមួយវាមិនមែនជាពូជ GMO ទេណាមិនមែនជាពូជថ្មីទេណាប៉ុន្តែវាជាលទ្ធផលនៃការផ្សំគ្រប់ជាតិរវាងដើមពេញប៉ោះហើយនិងដើមដលូមបារាំងដែលដើមពេញប៉ោះនៅលើដីត្រូវបានតឬផ្សំពីលើដើមដលូមបារាំងនៅក្រោមដីហើយគួរបញ្ជាក់ថាដំណាំទាំងពីរនេះស្ថិតនៅក្នុងគ្រួសារតែមួយគឺគ្រួសារ Solanaceae ដែលធ្វើឲ្យពួកវានឹងត្រូវគ្នាសម្រាប់ចែកទេសមួយហ្នឹងអញ្ចឹងយើងអាចផ្សំបានណាវាគ្រាន់តែជាវិធីសាស្ត្រផ្សំតែមួយទេហើយគេដាក់ឈ្មោះប៉ូម៉ាតូហ្នឹងគឺដោយសារដលូមបារាំងវា potato ណា PO potato ហើយដលូមពេញប៉ោះ tomato អញ្ចឹងទៅគេកាត់អក្សរ potato គេកាត់អា potato នឹងចោលសល់ពោអញ្ចឹងទៅហើយអា tomato គេកាត់ថូចេញវាសល់ mato អញ្ចឹងទៅវាដាក់អាហ្នឹងបញ្ចូលគ្នាវាទៅជា tomato អញ្ចឹងទៅណាតែវាជាបច្ចេកទេសផ្សំសាមញ្ញមួយទេណាដែលអាបច្ចេកទេសផ្សំហ្នឹងសង្កថានរណាក៏គេចេះដែរណាផ្សំឧទាហរណ៍យើងចំណាំមកធ្វើឧទាហរណ៍ដូចជាដើមស្វាយព្រៃផ្លែកែវល្មៀតកែវចិនផ្លែស្វាយល្ហុងស្វាយផ្លែស្វាយខ្ទិះអញ្ចឹងណាមកដើមមានស្វាយច្រើនប្រភេទអញ្ចឹងណាបាទដោយសារស្វាយវាស្ថិតនៅក្នុងគ្រួសារតែមួយអញ្ចឹងគេអាចផ្សំចូលគ្នាបានណាដើមទ្របផ្លែម្ទេសអដើមទ្របផ្លែពេញប៉ោះហ្នឹងជាវិធីសាស្ត្រសាមញ្ញបាទសាមញ្ញណាពេញប៉ោះមួយដលងប្រាំងវាក៏ជាវិធីសាស្ត្រសាមញ្ញប៉ុន្តែគ្រាន់តែគេលេងពាក្យ tomato តិចទៅវាទៅជារឿងប្លែកតាមពិតវាអត់មានអីប្លែកទេជាវិធីសាស្ត្រផ្សំសាមញ្ញទេអត់មានជាពូជអីទេណាអត់មែនយើងពេញប៉ោះឧទាហរណ៍ពេញប៉ោះខាងលើពេញប៉ោះខាងក្រោមដលងបារាំងដល់ពេញប៉ោះនឹងមានក្របយកក្របនឹងយកទៅដាំខាងក្រោមដលងបារាំងខាងលើពេញប៉ោះទៀតអត់ទេចង់ធ្វើឲ្យដើមហ្នឹងតតែផ្សំភាសាទៀត
đấy chẳng điểm thi xăm đấy đấy đó xăm anh tại cái ở đây thừa nó chỉ là cái nạ chi và cam thì còn được thừa chỉ là cái nạ bằng hai chỉ đi màu chỉ ca bằng hai lờ chạy cái tệp xăm hai chừng tại ôi bao ở chi và cam thằng nào thông ở từ cái gì nè ok ở đó dương mà mơ ca chưa được đỡ chân đau bị bỏ nè đau chưa được đau bị bỏ hay đang đau mà lâu bắn đại miền số của hiệp o đau đau pon khía អាយុអាច14ថ្ងៃដូចគ្នាសំខាន់គឺទំហំដើមប៉ុនគ្នាដើម្បីយើងកាត់ទៅវាស៊ីមកកាត់គ្នាណាបាទអាច14ថ្ងៃណាទំហំដើមវាអាចប៉ុនគ្នាបាទដើមមួយប៉ោះនេះដើមដលងប្រាំងហើយយើងមើលទំហំដើមប៉ុនគ្នាយើងកាត់ទៅមុខកាត់នឹងមុខកាត់វាស៊ីគ្នាណា ok អញ្ចឹងវិធីសាស្ត្រផ្សំឬក៏តមេឃហ្នឹងណាគឺដំបូងយើងដាក់ដើមទាំងពីរហ្នឹងទៅតំគ្នាហើយបន្ទាប់មកយើងកាត់ប្រឆិតយកមុំ45ដឺក្រេហើយការកាត់ហ្នឹងគឺប្រកបដោយអនាម័យខ្ពស់បានន័យថាកំបិតឬក៏ឡាមទៅកាត់ហ្នឹងគឺយើងត្រូវបាញ់អកុលលាងអកុលទៅហើយយើងកាត់ប្រឆិតបាទកាត់ប្រឆិតយកមុំ45ដឺក្រេបាទរូបនេះចាំខ្ញុំបញ្យល់បាទរូបចាំខ្ញុំបញ្យល់ណាដើមពេញប៉ោះយើងកាត់លើផ្នែកកូទីដនហ្នឹងគឺសំដៅទៅលើអាស្លឹកចាស់ចេញពីក្របស្លឹកចាស់ចេញពីក្របមិនមែនជាស្លឹកប៉ិតទេស្លឹកចាស់ចេញពីក្របអាហ្នឹងគឺគេហៅថាកូទីដនអញ្ចឹងយើងកាត់លើអាស្លឹកចាស់ដែលវាចេញដំបូងគេកាត់លើហ្នឹងកាត់ប្រឆិតហើយដើមដលងបារាំងយើងប្រើជាជើងតម្រយើងកាត់ផ្នែកលើដីបន្តិចមកដើមដលងបារាំងបាទហើយបន្តមកយើងយកដើមពេញប៉ោះដើមពេញប៉ោះជាដើមតជាដើមតហើយដលងបារាំងជាជើងតម្រហ៎ព្រោះដលងបារាំងវានៅមើមនឹងដីអញ្ចឹងយើងប្រើវាជាជើងតម្រឯពេញប៉ោះផ្លែនៅលើផ្ទៃដីផ្លែនៅលើហ្នឹងប្រើវាជាដើមតកុំច្រឡំណាតិចយកដើមដលងបារាំងយកមកបន្តពីលើដើមពេញប៉ោះអត់បានទេណាព្រោះដលងបារាំងវាចាក់មើមទៅក្រោមយើងយកមកតនៅលើខូចបាត់ព្រោះដលងបារាំងវាដុះនៅក្នុងអាបណ្ដុំប្រព័ន្ធឫសក្រោមដីអត់មែនដុះចេញមកជាផ្លែលើផ្ទៃដីដូចពេញប៉ោះហ្នឹងណាអញ្ចឹងកុំច្រឡំណាដើមដលងបារាំងយើងប្រើជាជើងតម្របើថានៅដីហើយដើមពេញប៉ោះចឹងដើមដលងបារាំងជាជើងតម្រនៅដីដើមពេញប៉ោះជាដើមតនៅពីលើផ្ទៃដីព្រោះផ្លែដុះនៅលើផ្ទៃដីហើយវិធីសាស្ត្រផ្សំមាន2ដែលយើងប្រើចំពោះអាដំណាំប៉ូម៉ាតូហ្នឹងណាយើងចង់ប្រើវិធីសាស្ត្រclip grafting ក៏បានឬក៏ប្រើអឺ clip grafting ក៏បានអានេះគឺសំទោសបើសិនជាខ្ញុំអានទៅវាខុសវាមិនណាបាទអានេះគឺ clip grafting នេះដើមដលងបារាំងយើងកាត់វាចោលហើយយើងពុះជ្រៀកវាពាក់កណ្ដាលដើមហើយដើមពេញប៉ោះយើងប្រឆិតវាដូចប្រឆិតជារាងត្រីកោណខាងនេះមួយហើយយកដើមពេញប៉ោះហ្នឹងយកមកសៀតចូលអាស្នាមនេះឧទាហរណ៍គេជាក់ណា clip បាទ
clip នេះដើមដលងបារាំងយើងពុះចឹងមកហើយដើមពេញប៉ោះយើងប្រឆិតវាហើយយើងសៀតចូលអាស្នាមពុះយើងហើយយើងយកតកៀបយកមកគៀបវាតកៀបឬក៏ស្កុតយកមករុំតែសម័យឥឡូវគេប្រើតកៀបណាដូចតកៀបគៀបក្អៅចឹងបាទគៀបនេះណាបាទចឹងយើងសៀតវាចូលហើយយើងគៀបវាគ្រប់ណាបាទចឹងអា clip យើងគៀបប្រើតកៀបនេះគៀបណាបាទអូខេតលslide graph method នេះវិញគឺយើងដាក់ដើមទាំងពីរទទឹមគ្នាហើយយើងកាត់ប្រឆិតណាអានេះដាក់ដើមទាំងពីរទទឹមគ្នាកាត់ប្រឆិតយកមុំ45ដឺក្រេហ្នឹងអាហ្នឹងគឺ slide grafting method ណាចឹងដើមដលងបារាំងយើងកាត់ប្រឆិតចឹងយើងដាក់ដើមទាំងពីរហ្នឹងគឺទទឹមគ្នាមកយើងកាត់ប្រឆិតយកមុំ45ដឺក្រេបន្ទាប់មកអាហ្នឹងគឺគេប្រើ tube ប្រើនេះកំពុងនេះ tube នេះកំពុងនេះណាចឹងគេសៀតអាកំពុងនឹងចូលក្នុងដើមដលងបារាំងហ្នឹងទៅហើយបន្ទាប់មកគេយកអាដើមពេញប៉ោះយកមកបន្ទប់ពីលើនេះគេសៀត tube នឹងចូលទៅគេដាក់ដើមពេញប៉ោះមកបន្ទប់ពីលើធ្វើម៉េចឲ្យទំហំដើមនឹងប៉ុនគ្នាហើយពេលយើងដាក់ទៅធម្មតាដើមប៉ុនគ្នាពេលយើងសៀតចូលក្នុងអា tube នឹងទៅមុខកាត់វាប្រស៊ីគ្នាកាលណាមុខកាត់វាប្រស៊ីគ្នាគឺវាភ្ជាប់គ្នាមុខកាត់នោះវាជាប់គ្នាកាលណាជាប់គ្នាគឺខាងក្រោមដីគឺមើមដលងបារាំងខាងលើដើមពេញប៉ោះហើយណាបាទអញ្ចឹងវិធីសាស្ត្រធ្វើដំណាំប៉ូម៉េតូហ្នឹងគឺមានវិធីសាស្ត្រពីរអាវិធីសាស្ត្រផ្សំហ្នឹងណាបាទ cliff grafting ក៏បានslide grafting ក៏បានបាទដោយប្រើឧបករណ៍ជំនួយពីរផ្សេងគ្នាណាទី1គឺប្រើតកៀបនេះគៀបនេះហើយទី2គឺប្រើ tube បាទអូខេការថែទាំក្រោយផ្សំណាអញ្ចឹងក្រោយភ្ជាប់ដើមហើយយើងត្រូវរក្សាទុកកូនសំណាបក្នុងបន្ទប់បាទដែលមានសំណើមសមស្របអាច60%សំណើមអាចធ្វើជាបន្ទប់មួយទុកដាក់វាទៅណាសំណើមសមស្របគឺ60%ហើយសីតុណ្ហភាពក្តៅល្មម27អង្សាសេអញ្ចឹងទៅគឺដើម្បីឲ្យជារិកាដើមទាំងពីរហ្នឹងវាបញ្ស៊ីគ្នាវាជាប់គ្នាណាបាទត្រូវមានបន្ទប់មួយហើយបន្ទប់ថែទាំកូនសំណាបបាទអូខេក្រោយមកគឺដើមហ្នឹងវាជាប់គ្នាណាដើមជាប់គ្នាអញ្ចឹងយើងអាចដើមជាប់គ្នាយើងអាចយកទៅដាំបានហើយអញ្ចឹងក្រោយកូនសំណាបភ្ជាប់ដើមគ្នាហើយណាគឺយើងអាចយកវាទៅដាំនៅទីវាបានតាមធម្មតាដោយផ្នែកខាងលើគឺជាដើមពេញប៉ោះលូតលាស់និងផ្ដល់ផ្លែពេញប៉ោះហើយផ្នែកខាងក្រោមដីគឺលូតលាស់ធម្មតាហើយផ្ដល់ផ្លែជាមើមដលងបារាំងហើយការប្រមូលផលគឺយើងអាចប្រមូលផលពេញប៉ោះបដើពេញប៉ោះនៅលើផ្ទៃដីនោះយើងអាចប្រមូលបដើពេញមួយរដូវរហូតដល់អស់ពេញប៉ោះហ្នឹងទៅតបមកយើងអាចជីកណាពេលដើមពេញប៉ោះហ្នឹងវាអស់ផ្លែយើងអាចជីកប្រមូលផលមើមដលងបារាំងម្ដងណាបន្ទាប់ពីយើងប្រមូលផលពេញប៉ោះហើយហ៎បាទអញ្ចឹងប្រមូលផលពេញប៉ោះហើយគឺអាចប្រមូលផលមើមដលងបារាំងជាក្រោយបានដែរបាទអូខេឥឡូវយើងមកមើលផលប្រយោជន៍នៃដំណាំ
tomato វិញគឺផលប្រយោជន៍គឺទី1គឺប្រមូលផលបានទ្វេដងបើថាមើមដំឡូងបារាំងហើយនឹងដើមប៉េងប៉ោះនៅលើដើមតែមួយយើងអាចប្រមូលផលបានទ្វេដងបានប៉េងប៉ោះផងបានដំឡូងបារាំងផងសំចៃផ្ទៃដីណាអំណោយផលល្អសម្រាប់ការដាំដំណាំទីក្រុងហើយនឹងការសកម្មខ្នាតតូចហើយទី3គឺប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពប្រព័ន្ធដំណាំមួយគឺប្រើប្រាស់អស់លទ្ធភាពនៅទឹកឬវាអាទិត្យហើយនឹងសារធាតុចិញ្ចឹមដាក់ជីភាសាគឺបានប៉េងប៉ោះបានដំឡូងបារាំងអីចឹងណាចឹងអាហ្នឹងគឺអំណោយផលល្អដែលកសិដ្ឋានខ្នាតតូចឬយើងដាំលក្ខណៈគ្រួសារដាំលេងក្នុងធុងស្នោមួយទៅសាកល្បងលេងបាទសាកបងលេងទៅដាក់ក្នុងធុងស្នោដំបូងយើងបដោះកូនក្នុងកតោងបើសិនបើយើងចង់ដាំដំណាំប៉ូម៉េតូហ្នឹងយើងបដោះកូននៅក្នុងកតោងមួយទៅបាទ10កតោងដំឡូងបារាំង10កតោងទៀតអឺពេញប៉ោះទៅចឹងដំឡូងបារាំងជាទូទៅគេកាត់ឆ្នៃគេកាត់អាភ្នែកនៅមើមដំឡូងបារាំងយើងទិញដំឡូងបារាំងដែលមានផ្នែកដូចភ្នែកវាកប់នឹងដីទៅដោះចេញជាដើមហើយដាក់វា10កតោងទៅហើយពេញប៉ោះបដោះគ្រាប់10កតោងដែរទៅហើយពេលដើមហ្នឹងវាដុះទំហំប៉ុននេះចាប់ផ្ដើមភ្ជាប់ទៅកាត់ភ្ជាប់ដើមគ្នាទៅបាទអញ្ចឹងយើងនឹងឃើញយើងនឹងបានដើមមួយដែលផ្ដល់ផ្លែ2គឺដំឡូងបារាំងហើយនឹងពេញប៉ោះដាក់ធុងស្នោឬក៏ផើងឬក៏បាវនៅទីក្រុងនៅផ្ទះល្វែងឲ្យដាក់តាមសញ្ញាផ្ទះឬក៏តាមដំបូលផ្ទះហ្នឹងសាកល្បង4 10ដើមទៅដើម្បីឲ្យដឹងណាចឹងអាការផ្សំហ្នឹងអត់មានអីពិបាកទេព្រោះកាត់ប្រឆិតដោតអាធូបហ្នឹងទៅហើយបើអត់អាធូបនេះយើងយកអាតយោសរោមក៏បានតយោសរោមយើងទៅកន្លែងសំណង់ទៅបើថាតយោសរោមហ្នឹងវាតូចពេកទៅកន្លែងសំណង់ហ្នឹងទិញអាតយោរៀងធំតិចមកតែអាតយោសរោមហ្នឹងគឺល្មមសមរម្យហើយជួនកាលតូចពេកសៀតមិនចូលគេនេះអានេះអាទូកហ្នឹងឃើញវាឃើញដូចមានស្នាមកាត់ទេឃើញមានស្នាមកាត់ទេឃើញទេណាឃើញមានស្នាមប្រេះស្នាមដាច់ទេអញ្ចឹងទីបតយោហ្នឹងគេយកមកកាត់មកហើយពេលសៀតចូលទៅវាចូលហើយពេលយើងអត់កាត់ទេវាឃើញរុននឹងទូចឃើញប្រហោងនោះវាទូចពេលយើងជ្រៀកវាទៅប្រហោងធំហើយអាចផ្អោបដើមបានហើយណាអាធូបរបស់គេនោះគេកាត់តែឃើញស្នាមកាត់ញែកនេះឲ្យយើងមើលឃើញស្នាមកាត់ទេបាទទៅឃើញស្នាមកាត់អញ្ចឹងគឺសៀតចូលហើយដើមសៀតចូលគាត់ទៅទប់ដើមហ្នឹងកុំឲ្យវាធ្លាក់ចេញគ្នាដែរយើងបើរុំស្កុតឡូបបាក់រុំអញ្ចឹងគេមានអាធូបរបស់គេនេះគឺកំងហើយផលប្រយោជន៍ទី4គឺវាជួយដល់ផ្នែកបណ្ដុះបណ្ដាលណាលើមុខវិជ្ជាដូចជាជីវវិទ្យាសរីរវិទ្យាបច្ចេកទេសសំគ្រប់ជាតិហើយនឹងការច្នៃប្រឌិតដំណាំច្នៃប្រឌិតគេធ្វើក្នុងកម្មវិធីតាំងពិព័រណ៍អញ្ចឹងណាតាំងពិព័រណ៍គេដាំនៅក្នុងកែវមួយកែវកញ្ចក់ដាំនៅក្នុងកែវកញ្ចក់ហ្នឹងគឺដើម្បីឲ្យមើលអាខាងក្រោមដីហ្នឹងឃើញឬគេតាំងពិព័រណ៍ពីភាពច្នៃប្រឌិតរបស់ដំណាំយើងគេដាក់នៅក្នុងកែវកញ្ចក់អញ្ចឹងទៅឃើញមើមដំឡូងបារាំងដល់អាខាងលើផ្លែពេញប៉ោះណាគេដូចតាំងពិព័រណ៍ដំណាំហ្នឹងនៅស្រុកគេធ្វើអញ្ចឹងអូខេដែនកំណត់នៃដំណាំប៉ូម៉េតូគឺប៉ូម៉េតូហ្នឹងគឺមិនមែនជាពូជ
cồn cắt thò mà chiết thế nè vì không miền khóp sầm rạp đầm xa khói để chẳng trong đào trong bàn biết tọp sẵn miền là bị thi sạc xăm rồi có to mấy để dương thưa nó cứ họ bể xong rồi dương trong bán đào phù mẹ tố dương xăm biết họ bể tam dạng nâng ạ đó miền clip grab thi này nâng slide grab thi này tiêm tia chấm niên cắt to mày xăm chứ bà lo nè cạp chọp đào bà cháy ai thừa đào ngọt bàn ngọt tập hẻm đào chơi xăm bên này bạn lo sầm rạp ca thôi bằng hái nữa sao chiếu bị sao tại bên làm nói thôi những cái gì mà cam rồi cả tháng nạp thông để nó của chúng cái dương thử miền bọc bò miền bên nơi dọc cái miền mà sân của mẫu Paul cả mẫu Paul cứ mà sân chẳng cả nào mẫu Paul bình bọc với ai bạc bò đỏ mơn lồng răng ai bạc bò đào ai bạc bò lồng răng toàn bình vậy đấy chẳng mình làm nói Paul những cái thôi chỉ cam mấy thế nữa tại vì ai bình bọc nó với ai play tôi đó rồi xa thiên châm mòn châm lồng răng bao mòn châm bình bọc phong trong cái ai rồi play nó với tôi ọt shop chỉ môi nó lại là chỉ cam còn ta dương ai thừa linh thừa play đó thừa sắc xa thì là nạ sắc xa bàn đấy ok ta phô mày tố nó phát triển miền ọt đó không bị say đằng đốcคือจำร้อยphát triển miền đó bạn phô mày tố nó phát triển miền cạp xăm rồi viên đào bình bọc nâng từ lông và đáng đấyត្រូវបានគេធ្វើឡើងដោយជោគជ័យជាលើកដំបូងដោយអ្នកវិទ្យាសាស្ត្រសហប្រតិកម្មនិងអ្នកស្រាវជ្រាវមួយចំនួននៅប្រទេសអាល្លឺម៉ង់ឥណ្ឌាហើយនិងចក្រភពអង់គ្លេសគេធ្វើរួចហើយគេធ្វើជោគជ័យរួចហើយគាត់ថាគេមិនទៅបញ្ចេញជាលក្ខណៈអាជីវកម្មជាលក្ខណៈសិក្សាស្រាវជ្រាវគឺគេធ្វើជោគជ័យរួចហើយវិទ្យាស្ថានស្រាវជ្រាវកសិកម្មឥណ្ឌានិង Thomson នៅចក្រភពអង់គ្លេសបានសិក្សាបន្ថែមណាចំពោះ Prometo ហ្នឹងហើយនៅប្រទេសឥណ្ឌាគេប្រើវិធីសាស្ត្រនេះគឺដើម្បីជាការសិក្សាស្រាវជ្រាវវិស័យកសិកម្មហើយនឹងការដាំធ្វើជាស្រែបង្ហាញបាទនេះគឺកលឹះបើសិនបើយើងចង់ដាំវាមានកលឹះថែទាំដំណាំ Prometo មួយចំនួនណាឲ្យវាមានសុខភាពល្អទីមួយគឺ Prometo ហ្នឹងគឺត្រូវការពន្លឺព្រះអាទិត្យយ៉ាងតិចពី6ទៅ8ម៉ោងក្នុងមួយថ្ងៃដោយដំណាំដលងប្រាំងនិងដំណាំពេញប៉ោះធម្មតាដែរទេណាពលឺព្រះអាទិត្យគឺ6ទៅ8ម៉ោងក្នុងមួយថ្ងៃត្រូវការសំណើមនិងតម្រូវការទឹកសមរម្យណាហើយសំណើមគឺត្រូវការជាប់ជាប្រចាំក៏តែអត់ឲ្យសើមខ្លាំងពេកទេវាអាចធ្វើឲ្យប៉ះពាល់ដល់មើមដលងប្រាំងនិងដីត្រឹមមកសើមបានត្រូវការដីដែលមាន pH ពី5កន្លះទៅ7ហើយប្រភេទដីជាដីល្បាយខ្សាច់ដែលមានលក្ខណៈហូរច្រោះទឹកបានល្អណាសីតុណ្ហភាពគឺចន្លោះពី18ទៅ30អង្សាសេកតាចង្រៃគឺវាដូចនឹងកតាចង្រៃលើពេញប៉ោះលើលងប្រាំងផ្សេងទៀតដែរណាវាច្រើនប្រឈមនឹងចៃតកៅ caterpillar ហើយនឹងជំងឺ blind ណាមាន early blind មាន late blind ហ្នឹងឯងដែលច្រើនកើតលើដំណាំពេញប៉ោះជំងឺអូខេអានេះយើងអាចសាកល្បងធ្វើលេងណាមិនមែនជាអាជីវកម្មទេជាការសិក្សាស្រាវជ្រាវឲ្យប្លែកណាទុកបង្ហាញគេណាបាទបង្ហាញគេដើមខាងលើឃើញពេញប៉ោះតែខាងក្រោមមានដលងបារាំងបន្ថែមអញ្ចឹងណាអូខេគាត់តែបង្ហាញពីចៃទេសសាមញ្ញធម្មតាបាទអញ្ចឹងក្នុងករណីមានចម្ងល់អីអាចសាកសួរបានណាបាទអរគុណ